ជំរាបសួរបងខេមបងបាទជំរាបសួរថ្ងៃនេះបងថតបត់អីដែរបងបត់ប្រពន្ធបងអើយមែនទេគីលីបាទប្រពន្ធបងអើយហ្នឹងហើយយើងមកថតដល់កំពង់ឆ្នាំងហ្នឹងនេះសបាយហ្នឹងថតតាំងពីព្រលឹមមកដល់ឥឡូវអត់ទាន់បានមកប្លង់ទេបងនេះអត់ដល់ចប់ទៀតហើយជិតចប់ទៀតហើយបាទបងមួយទៀតដូចខ្ញុំឃើញពីព្រឹកមកដូចជាអត់ទាន់ឃើញបងបានសម្ដែងទេបងអត់កាពិតអញ្ចេះតាមពិតបត់ហ្នឹងមិនថាន់ខ្ញុំត្រូវអ្នកសម្ដែងទេបាទប៉ុន្តែដោយសារការឯកភាពគ្នានិងការភាសាគ្នាហ្នឹងគឺថាបត់ហ្នឹងគឺឲ្យទៅគុយលីសម្ដែងទៅដោយសារព្រោះបត់នេះគេជាម្ចាស់សាច់រឿងគេអ្នកសរសេរហ្នឹងដល់ពេលអញ្ចឹងគេសម្ដែងសមជាងបងអញ្ចឹងទៅសម្រាប់ចិត្តឲ្យគុយលីគេអ្នកសរសេរហ្នឹងគេអ្នកសម្ដែងទៅអូបងបានភាសាគ្នាដែរបានភាសាគ្នាតាតែអត់បានភាសាមួយខ្ញុំទេទេភាសាមួយឯងឯងបងគិតថាអូនឯងប្រកាសជាបានល្អឯងព្រោះគេគឺជាអ្នកសរសេរបទហ្នឹងអញ្ចឹងសាច់រឿងរបស់គេអញ្ចឹងកាលណាតែគេសម្ដែងទៅវាចូលតួជាងបងអត់យល់អារម្មណ៍បាទគេយល់អារម្មណ៍ជាងកុំចេះតែនិយាយកុំចេះតែនិយាយវាមិនមែនសាច់រឿងខ្ញុំទេបទចម្រៀងគឺយើងសរសេរពីសាច់រឿងកើតឡើងក្នុងសង្គមឬក៏ដេកទៅមកសម័យមិនដែលសាច់រឿងខ្ញុំអីក៏ច្បោមែនព្រោះបងធ្វើការមួយអ្នកនិពន្ធច្រើនហើយភាគច្រើនគាត់យកតែរឿងគាត់នឹងយកមកសរសេរហ្នឹងអញ្ចឹងគុយលីក៏ដូចតែគ្នាដែរមិនខុសគ្នាទេបាទទោះស្អីបងណាត់ខាន់បងទោះស្ដីបងពេលទឹកបត់ហ្នឹងមានអារម្មណ៍យ៉ាងម៉េចដែរបងសម្រាប់អារម្មណ៍បត់ហ្នឹងខ្ញុំមានអារម្មណ៍ថាបត់នេះគឺកំសត់មែនតើហើយវាចាក់ដោតពាក់ព័ន្ធទៅនឹងសម័យបច្ចុប្បន្ននេះបញ្ហាសង្គមហើយមួយទៀតវាជារឿងមួយដែលវាមិនគួរឲ្យកើតឡើងនៅក្នុងសង្គមរបស់យើងបាទហើយរឿងនេះដែរវានៅពេលដែលយើងស្ដាប់ហើយយើងចាប់ផ្ដើមរៀបចំស្មើសម័យសាច់រឿងវាពិបាកសម្រាប់ខ្ញុំព្រោះអត់ដែរជួបរឿងចឹងដល់ពេលខេមគាត់អត់ជួបទេអត់ទេអូនឯងមិនឆានមកបងបាទដាក់គុយលីស្មាខេមជួបរឿងគេពិតស្មានិយាយចឹងមិនបងអត់ទេដាក់គុយលីសំដែងខ្ញុំគិតថាគុយលីសមតាសាកដាក់មើលមានអីយំបានសម្ដែងសំតើគេយំគេបានអូគេខ្ញុំសរសើរបងសរសើរឯងព្រោះពីយប់មិញខ្ញុំបានប្រាប់ហើយអង្គុយនៅកំពង់ឆ្នាំងមកតាំងពីយប់មិញប្រាប់គុយលីបត់នេះបត់កំសត់មិនមែនបត់កំ pl ែងទេហាមកំសត់បែបកំ pl ែងឲ្យកំសត់បែបកំសត់បែបកំសត់របស់គេមែនបាទកំសត់អូតាភ្នែកអូច្រោកក្រោកមកមានប្រើអីមានប្រើអីអត់ទេអត់មាននេះគឺរឿងអីប្រើមើលរឿងពិតតខ្លួនទៀតដល់បាទបងអញ្ចឹងនិយាយទៅបងគុយលីវិញបងនិយាយសួរបងបាទបងលឺហ៊ានថាបងនិពន្ធឲ្យបងខេមតែបងខេមព្រោះអត់ឲ្យចម្លៃគាត់មិនគឺហ្វេននិយាយបងអូរឿងហ្នឹងមិនមែនទេឥឡូវបងស្រ័យវិញហីបងខេមគាត់ស្រឡាញ់ខ្ញុំស្រ័យហ្នឹងតែទៅវិញនឹងឲ្យលុយខ្ញុំញក់ស្រឡាញ់ប្អូនហ្នឹងមិនពាក់ព័ន្ធជាមួយនឹងរឿងលុយទេបងប្អូននេះគ្រាន់ការនិយាយលេងប៉ុន្តែអានេះបកស្រាយចម្ងល់បងប្អូនទស្សនិកជនហ្វេនយើងដែលតែងតែខមមិនមកពេលខ្លះក៏ពាក្យល្អលើកទឹកចិត្តពេលខ្លះក៏មានពាក្យមិនល្អប៉ុន្តែយើងជាសិល្បៈយើងទទួលទៅនោះប៉ុន្តែរឿងខ្លះក៏យើងត្រូវការបកស្រាយដែរខ្ញុំជាមួយគុយលីគឺជាដូចបងដូចប្អូនចឹងខ្ញុំស្គាល់គុយលីតាំងពីគុយលីសរសេរបទឲ្យអ្នកចម្រៀងដទៃទៀតគេអត់យល់ណាហើយខ្ញុំលើកទឹកចិត្តបងឲ្យព្យាយាមបន្ថែមទៀតពីព្រោះវាកើតឡើងពីការស្រឡាញ់ដូចគ្នាខ្ញុំស្រឡាញ់វិស័យចម្រៀងគាត់ស្រឡាញ់វិស័យចម្រៀងហើយគាត់ចេះនិពន្ធនេះអញ្ចឹងអាការធ្វើ content ផ្សេងដែលបងប្អូនឃើញតាំងពីបទដំបូងនោះបទដំបូងដែលសរសេរឲ្យលេងស្គាល់លេខ0មែនទេហេបទអីគេបទខ្ញុំសរសេរឲ្យបងជិត100បទបងចង់និយាយបទទូហ្នឹងហើយលេងស្គាល់លេខ0ហ្នឹងបទទី1គឺបទធ្លាប់បានបងនៅមកគឺបទលេងស្គាល់លេខ0តើអូនមែនក្នុងវិស័យនិយាយទៅគុយលីសរសេរបទឲ្យខ្ញុំច្រើនអញ្ចឹងផ្ទុះចាប់ផ្ដើមពីយើងធ្វើ content ដូចលេងស្គាល់លេខ0ហ្នឹងគឺជាការរៀបចំទេដោយសារតែយើងធ្វើយ៉ាងម៉េចឲ្យបងប្អូនបានស្ដាប់បទហ្នឹងហើយបងប្អូនបានសប្បាយជាមួយនឹងបរិយាកាសអារម្មណ៍ថ្មីដល់ពេលអញ្ចឹងវាពេលហ្នឹងគេសោចទេប៉ុន្តែក្រោយនេះខ្ញុំលេងទៅគេគិតថាយើងនឹងដូចមិនឲ្យស្នាដៃបងប្អូនក៏ពិតបើសិនមិនឲ្យស្នាដៃបងប្អូនគឺបដិសេធអត់ធៀងមកទេបាទគឺពីព្រោះមិនចាំបាច់ចេញជំនាញទេបានចាំបាច់និយាយអញ្ចឹងសួរគុយលីផ្ទាល់នៅខាងមុខកុំឲ្យខ្ញុំចេះថានិយាយហើយខ្ញុំគិតថាបងប្អូនមួយចំនួនគាត់អាចយល់បានទេប៉ុន្តែបងប្អូនមួយចំនួនដែលគាត់មិនចង់យល់ទេដែលគាត់នៅតែមានអារម្មណ៍បែបហ្នឹងបងពេលនេះបងចង់បងជួយសម្រាយឲ្យបងប្អូនហ្វេនគាត់កុំឲ្យយល់ច្រឡំបងខេមអញ្ចឹងណាបងចង់បាទសម្រាប់ខ្ញុំ
ឱកាសជាសំខាន់ណាសម្រាប់ខ្ញុំឱកាសបន្ទាប់មកត្រូវការសមត្ថភាពផងយើងដែរប៉ុន្តែខ្ញុំមិនដែលតាំងខ្លួនហើយយើងអ្នកនិពន្ធយើងអ្នកអីទេធ្លាប់កន្លងមកក៏ទៅសេឲ្យប្អូនអ្នកដែលស្គាល់ហ្នឹងពេលខ្លះទៅដោះឲ្យគេនេះបោះឲ្យគេនោះតែគេអត់ច្រៀងទេព្រោះឲ្យយើងមិនដឹងមកពីណាហើយក៏ជាដំបូងគឺខ្ញុំដែលត្រូវតែអរគុណមែនទេគឺផលិតកម្ម Galaxy Navatra បើសិនតែគាត់អត់ផ្ដល់ឱកាសក៏ខ្ញុំមិនបានឲ្យបងច្រៀងដែរហើយបន្ទាប់មកគឺអរគុណបងប្រុសមែនដែលឲ្យតម្លៃមិនថាដោយការហ្នឹងមិនដឹងទៅណាទៅស៊ីគឺបងអរឱកាសអូនថាអត់អីអូនចាំដាក់មកបងច្រៀងហើយយើងទៅយើងរំភើបមែនតើដេកអត់លុបឯកាលចេញមកបាត់មុនអូនិយាយខកឲ្យមែនក៏ឆ្កែក៏វាអបអសាទរដែរមែនតើហើយដល់ពេលធ្វើបត់បន្តបន្ទាប់រហូតដល់លេងស្គាល់លេខ0បងប្អូនស្គាល់ខ្ញុំថាអូអានេះឃើញវាសំដែងលេងលើវាចេះសរសេរចេះនិពន្ធដែរនេះដូចបត់នេះប្រពន្ធបងអើយនេះគេថាអីមកគុយលីកំ pl ែងសំជាងប៉ុន្តែបងប្អូនមើលគេមើលពេលយើងសំដែងកំសត់គួរសើចឬក៏យំតែសើចឬក៏យំក៏ដោយតែយើងមើលហើយយើងដាក់អារម្មណ៍ស្ដាប់បត់បងជាងបត់របៀបស្រុកស្រែខ្ញុំជឿថាបងប្អូននឹងបានអារម្មណ៍កំសត់ទៅតាមដើមអារម្មណ៍បងគឺអារម្មណ៍អញ្ចឹងដែរហើយបងគាត់សំដែងអត់ចូលនោះដោយសារគាត់អត់ទាន់មានគេក្បត់ទេមានតែមានមួយកណោអូខេដូចបងនិយាយចឹងឥឡូវគាត់អាប់ដេតបាទមិនតាមប្រពន្ធមេលីទំនុកច្រៀងបាទច្រៀងទៀតឥឡូវអាប់ដេតមកសម្ដែងទៀតអែហ្មងមកចប់លើថានៅក្រោមការគ្រប់គ្រងរបស់គាត់ហ្នឹងក៏មានអ្នកជំនាញមួយចំនួនច្រើនដែរដែលនៅក្រោមការគ្រប់គ្រងរបស់គាត់អញ្ចឹងមិនជាសាមញ្ញពេកទេហើយខ្ញុំជឿជាក់ថាបងប្អូននឹងបានយល់ពីអ្វីដែលពួកយើងនិយាយទោះបីវាសាមញ្ញបន្តិចប៉ុន្តែវាជាការបើកគេគេបើកបេះដូងដោយក្តីស្មោះសរដោយពិតប្រាកដហើយអញ្ចឹងបងប្អូនក៏ប្រកាសជាអស់ចម្ងល់ហើយក៏អរគុណដល់បងណថានកន្លងមកដែលគាត់តែងតែដឹកនាំបត់សម្ដែងបត់បងច្រើនមែនទែនហើយបងមួយបងណថានឹងស្គាល់គ្នាជាមួយគាត់មុនអនឡាញទៀតស្គាល់តាំងពីខ្ញុំនៅអាយុ11ឆ្នាំអីខ្ញុំស្គាល់បងណថាហើយប៉ុន្តែនៅពេលដែលយើងបាត់គ្នាដូចចូលជាង20ឆ្នាំដល់ពេលយើងមកជួបគ្នាវិញយើងជួបនៅក្នុងផលិតកម្មជាមួយគ្នាជាមួយនឹងវិស័យដូចគ្នាអញ្ចឹងបានថាអ្វីគឺជាការរៀបចំទុកអញ្ចឹងអរគុណថ្ងៃនេះមែនទែនសម្រាប់ខ្ញុំក៏អរគុណបងណថាដែលផ្ដល់ឱកាសដែលថា director មួយអ្នកដឹកនាំម្ដាយមួយផ្ដល់ឱកាសឲ្យយើងឲ្យដឹកនាំសាច់រឿងយ៉ាងល្អប្អូននេះមុតជើងមុតដៃល្អណាស់បងខ្ញុំសុំតោផងមិនមែនធ្វើបាបទេបើសម្រាប់ប្អូនណាពេលដែលប្អូនសម្ដែងស្អីក៏ដោយថាបើយើងទទួលការងារធ្វើឲ្យអត់វិលទ្ធភាពបាទឲ្យវាមិនឲ្យវាទ្រាំឲ្យចប់សិនចាំថ្ងៃក្រោយឡើងគេហៅទៀតថាវាមិនតែបើសិនយើងដូចថាសិល្បៈបងបើចូលវាដល់ទៅកុំខ្លាចពាក្យនេះបងធ្លាប់ប្រាប់អូនទេបើគុយលីខ្ញុំឃើញគាត់ដូចគាត់មានចំណុចខ្សោយមួយត្រង់បើតួកំ pl ែងគាត់ចេះតួកំសត់គាត់ចេះតែបើថាឲ្យតួថើបតួស្រីតួអីគាត់អត់ចេះគាត់អត់យល់ខ្ញុំអត់យល់កន្លែងហ្នឹងអូនឯងមិនបានអញ្ចឹងខ្ញុំកន្លងមកខ្ញុំមើលបងជា idol អញ្ចឹងបាទឲ្យបងឆ្លងអាស្មោះទៅពេលខ្ញុំតាំងពីស្គាល់បងមកខ្ញុំមានអារម្មណ៍ថាខ្ញុំអត់អាចនេះដូចថាឆ្លងមេរោគស្មោះមកខ្ញុំឃើញបងថើបអត់មានថើបទេមែនអត់ថាប៉ុន្តែឥឡូវដូចតែគ្នាទេឥឡូវបងកាត់ដូចតែគ្នាទេឥឡូវបងកាត់តិចរវាងតួស្រីហើយនឹងគោគេឲ្យថើបពីរហ្នឹងថើបមួយណាជើថើបគោជឿឥឡូវជឿអត់ជឿអាហ្នឹងក្នុងឆាកក្រៅឆាកវាមិនអញ្ចឹងបាទសូមអរគុណបងប្អូនមិនមែនកុំភ្លេចស្ដាប់បទនៅក្នុង channel ផលិតកម្ម Galaxy Navatra គឺបទប្រពន្ធបងអើយច្រៀងដោយខេមនិពន្ធដោយខ្ញុំបាទហើយបងអ្នកដឹកដ៏ល្អពិសេសកុំភ្លេចប្រពន្ធបងអើយចេញឆាប់នេះមែនទេបងអូខេអញ្ចឹងសរុបជារួមមកថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្ញុំរីករាយដែលបានសហការជាមួយគុយលីបងប្រុស Jonathan ហើយបានធ្វើបទនេះដោយជោគជ័យទោះបីមិនដឹងថាចេញទៅទទួលបានការគ្រប់គ្រងកម្រិតណាយើងក៏អត់ទាន់ដឹងដែរក៏ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមសម្រាប់អ្វីដែលយើងបានធ្វើអស់ពីចិត្តអស់ពីកម្លាំងអស់ពីបេះដូងហើយក៏អរគុណទៅដល់បងណថាអ្នកដឹកបងអ្នកតសេជាពិសេសនឹងក្រុមការងារយើងទាំងអស់បាទគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបាន
ចំណាយពេលព្រោះខ្ញុំដឹងថាវាហត់ណាស់សម្រាប់ការផលិតបទចម្រៀងមួយបទបងប្អូនមើលតែ3នាទីប៉ុន្តែការផលិតនោះគឺយូរណាស់អញ្ចឹងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានសរស័ក្តិសមដែលបានជួយគ្នាយ៉ាងល្អប្រសើរនៅក្នុងថ្ងៃនេះអញ្ចឹងយើងសង្ឃឹមថាចម្រៀងមួយបទនេះនឹងធ្វើឲ្យបងប្អូនប្លែកអារម្មណ៍និងទទួលបាននៅចំណីអារម្មណ៍ថ្មីហើយខ្ញុំជឿជាក់ថាបងប្អូននឹងស្រឡាញ់នៅអារម្មណ៍មួយនេះដូចអ្វីដែលពុកម៉ែបងប្អូនធ្លាប់ស្រឡាញ់អារម្មណ៍កាលពីជាង10ឆ្នាំមុនដែលខ្ញុំច្រៀងអញ្ចឹងអូខេអរគុណបងប្អូនទាំងអស់គ្នាសូមព្រះប្រទានពរសូមឲ្យបងប្អូនជោគជ័យគ្រប់ការងារភារកិច្ចហើយទទួលបាននូវសេចក្តីសុខសាន្តគ្រប់ពេលវេលាអរគុណសូមព្រះប្រទានពរ